បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយបងប្អូនបាទពីរបៀបផ្ទេរលេខកង់វិញពីទូរស័ព្ទចាស់មកពីទូរស័ព្ទថ្មីវិញបងប្អូនបាទនេះគឺ app វិញយើង down ហើយហើយបាទអញ្ចឹងបងប្អូនចុចពាក្យ sign in បន្ទាប់មកបងប្អូនដាក់លេខទូរស័ព្ទដែលបងប្អូនបានបង្កើតវិញកាលពីមុនមកហ្នឹងណាបងប្អូនបាទនេះគឺខ្ញុំឲ្យភ្ញៀវគាត់ដាក់លេខទូរស័ព្ទគាត់អញ្ចឹងណាបងប្អូនបាទចំពោះការផ្ទេរករណីវិញពីទូរស័ព្ទចាស់មកទូរស័ព្ទថ្មីនេះគឺយើងតម្រូវឲ្យយើងដោះស៊ីមចេញពីទូរស័ព្ទចាស់របស់យើងហ្នឹងយកមកដាក់ចូលទូរស័ព្ទថ្មីបាទឥឡូវនេះគឺខ្ញុំវាយលេខទូរស័ព្ទអតិថិជនរបស់ខ្ញុំដែលគេចង់បដូរវាយលេខទូរស័ព្ទរបស់ភ្ញៀវដែលគាត់បង្កើតវិញហ្នឹងបងប្អូនបាទបន្ទាប់ពីយើងវាយលេខទូរស័ព្ទរបស់ភ្ញៀវត្រូវឲ្យអស់យើងចុចពាក្យ start now ហ្នឹងទៅបាទយើងចុចពាក្យ start now បងប្អូនបាទបន្ទាប់មកគឺក្រុមហ៊ុននឹងលោតធនាគារវិញហ្នឹងក៏លោតឲ្យយើងដាក់លេខកូដ4ខ្ទង់បាទអញ្ចឹងយើងដាក់លេខកូដ4ខ្ទង់របស់វិញយើងដែលយើងធ្លាប់បង្កើតហ្នឹងណាយើងបង្កើតលេខពីមុនមកប៉ុន្មានយើងដាក់លេខប៉ុណ្ណឹងមកលេខសម្ងាត់របស់វិញរបស់យើងដែលវិញដែលយើងចាំនៅចិត្តហ្នឹងណាបាទឥឡូវគឺភ្ញៀវគាត់ដាក់លេខកូដរបស់គាត់ត្រូវហើយបាទអញ្ចឹងគឺ app ហ្នឹងគឺបានប្រើវិញហើយបងប្អូនបាទអញ្ចឹងវាមានលុយខ្មែរលុយរៀលអីធម្មតាអញ្ចឹងណាបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនបាទអរគុណច្រើនបងប្អូនបាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយបងប្អូនបាទពីរបៀបផ្ទេរលេខកង់វិញពីទូរស័ព្ទចាស់មកពីទូរស័ព្ទថ្មីវិញបងប្អូនបាទនេះគឺ app វិញយើង down ហើយហើយបាទអញ្ចឹងបងប្អូនចុចពាក្យ sign in បន្ទាប់មកបងប្អូនដាក់លេខទូរស័ព្ទដែលបងប្អូនបានបង្កើតវិញកាលពីមុនមកហ្នឹងណាបងប្អូនបាទនេះគឺខ្ញុំឲ្យភ្ញៀវគាត់ដាក់លេខទូរស័ព្ទគាត់អញ្ចឹងណាបងប្អូនបាទចំពោះការផ្ទេរករណីវិញពីទូរស័ព្ទចាស់មកទូរស័ព្ទថ្មីនេះគឺយើងតម្រូវឲ្យយើងដោះស៊ីមចេញពីទូរស័ព្ទចាស់របស់យើងហ្នឹងយកមកដាក់ចូលទូរស័ព្ទថ្មីបាទឥឡូវនេះគឺខ្ញុំវាយលេខទូរស័ព្ទអតិថិជនរបស់ខ្ញុំដែលគេចង់បដូរវាយលេខទូរស័ព្ទរបស់ភ្ញៀវដែលគាត់បង្កើតវិញហ្នឹងបងប្អូនបាទបន្ទាប់ពីយើងវាយលេខទូរស័ព្ទរបស់ភ្ញៀវត្រូវឲ្យអស់យើងចុចពាក្យ start now ហ្នឹងទៅបាទយើងចុចពាក្យ start now បងប្អូនបាទបន្ទាប់មកគឺក្រុមហ៊ុននឹងលោតធនាគារវិញហ្នឹងក៏លោតឲ្យយើងដាក់លេខកូដ4ខ្ទង់បាទអញ្ចឹងយើងដាក់លេខកូដ4ខ្ទង់របស់វិញយើងដែលយើងធ្លាប់បង្កើតហ្នឹងណាយើងបង្កើតលេខពីមុនមកប៉ុន្មានយើងដាក់លេខប៉ុណ្ណឹងមកលេខសម្ងាត់របស់វិញរបស់យើងដែលវិញដែលយើងចាំនៅចិត្តហ្នឹងណាបាទឥឡូវគឺភ្ញៀវគាត់ដាក់លេខកូដរបស់គាត់ត្រូវហើយបាទអញ្ចឹងគឺ app ហ្នឹងគឺបានប្រើវិញហើយបងប្អូនបាទអញ្ចឹងវាមានលុយខ្មែរលុយរៀលអីធម្មតាអញ្ចឹងណាបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនបាទអរគុណច្រើនបងប្អូនបាទ